You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំមកសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃប្រហ័ស9កើតខែអាសត់ឆ្នាំមមីឆស័កពុទ្ធសករាជ2558ហើយដល់ត្រូវនឹងថ្ងៃទី2ខែតុលាគ្រិស្តសករាជ2014លោកអ្នកនាងជាទីមេត្រីជាកិច្ចចាប់ផ្ដើមនេះនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃប្រធានចលនាមេដាធម្មជាតិរងចាំការប្រកាសផ្ទាល់របស់លោកហ៊ុនសែនថាមិនអនុវត្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងការតវ៉ារបស់កម្មកររោងចក្រហ៊ុយជៀនសូមអន្តរាគមន៍ពីតុលាការនិងរដ្ឋសភាសាលាដំបងក៏ហៅយុវជនគណៈបក្សសង្គ្រោះជាតិម្នាក់ពាក់ព័ន្ធនឹងហិង្សាក្នុងពេលបាតកម្មនៅពានៀកអាជ្ញាធរអប្សរាបដិសេធការផ្សាយរបស់ទូរទស្សន៍ CNN ថាចណ្ដើរនៅប្រាសាទអង្គរវត្តគួរឲ្យភ័យខ្លាចរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានពិស្ដាចាប្រធានចលនាមេដាធម្មជាតិជនជាតិអេស្ប៉ាញលោក Alejandro González Davidson មានប្រសាសន៍ប្រាប់បច្ចុប្បន្នអេស្រាអែលតាមទូរស័ព្ទកាលពីយប់មិញថាលោកនិងសហគមន៍ជនជាតិភាគតិចតំបន់អរ៉ៃនៅមិនទាន់មានប្រតិកម្មនៅឡើយទេចំពោះការអះអាងរបស់មេដឹកនាំបកប្រឆាំងលោកសំរងស៊ីដែលបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតកាលពីម្សិលមិញថារដ្ឋាភិបាលអាណត្តិទី5នេះនឹងមិនអនុវត្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីតំបន់អរ៉ែងខេត្តកោះកុងទេទីមួយពាក្យសម្ដីរបស់មេគណៈបកប្រឆាំងមិនមែនជាពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីទេព្រោះនៅក្នុងលទ្ធិប្រជាធិបតេយ្យវាមិនដែលយកនៃគណៈបកប្រឆាំងមកជួអ្នកជាឲ្យនាយករដ្ឋមន្ត្រីទេដូច្នេះយើងអត់ទាន់ស្បែកចិត្តទេទីពីរយើងចង់ឲ្យនាយករដ្ឋមន្ត្រីប្រកាសដោយផ្ទាល់មាត់ខ្លួនឯងដើម្បីឲ្យយើងទាំងអស់គ្នាស្បែកចិត្តនិងក៏ស្ងប់អារម្មណ៍អញ្ចឹងការទៀមទារបស់សហគមន៍ក៏ដូចជាទៀមទារបស់មេដាធម្មជាតិនិងការទៀមទារបស់សង្គមខ្មែររាប់លាននេះគឺផ្អាកការសាងសង់ផ្អាកការសិក្សាហើយនឹងគុំឲ្យមនុស្សខិលខូចចូលទៅសមុទ្រអរ៉ែងក្នុងគោលបំណងសិក្សាក៏ដោយបំផ្លាញក៏ដោយព្រោះយើងធ្លាប់មានបទពិសោធន៍ជាច្រើនដងអញ្ចឹងយើងនឹងស្វែងរកព័ត៌មានបន្ថែមជាពិសេសដែលចេញពីមាត់នាយករដ្ឋមន្ត្រីហ៊ុនសែនខ្លួនឯងផ្ទាល់គឺបើយើងអាចនឹងមានសុខកម្មបាទការបញ្ជាក់ប្រាប់របស់លោកសំរងស៊ីធ្វើឡើងនៅមុខមន្ត្រីរដ្ឋសភាជាតិបន្ទាប់ពីលោកបានជួបចរចាក្រៅផ្លូវការជាមួយនឹងលោកហ៊ុនសែនក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី1ខែតុលាជុំវិញបញ្ហាពុលបារម្ភមួយចំនួនរួមមានការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងជាដើមលោក Alejandro ប្រធានចលនាមេដាធម្មជាតិបន្តថាលោកនឹងរៀបចំសន្និសីទកាសែតនៅថ្ងៃសុក្រទី3ខែតុលានេះដើម្បីបកស្រាយជុំវិញការចោទប្រកាន់របស់លោកឥតប្រាងរដ្ឋលេខាធិការនៃក្រសួងរ៉ែនិងធម្មពលនិងជាប្រធានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងដែលបានចោទអ្នកដែលប្រឆាំងនឹងគម្រោងនេះថាជាអ្នកធ្វើរាំងស្ទះនៅការអភិវឌ្ឍជាតិនិងមានចេតនាកេងយកផលចំណេញផ្ទាល់ខ្លួនបញ្ជាប្រធានបទនៃសន្និសីទកសែតហ្នឹងទី1យើងនឹងឆ្លើយតបទៅនឹងការចោទប្រកាន់ទៅក៏គោលចំហរបស់ក្រសួងរ៉ែធម្មពលទី2យើងបង្ហាញពីគោលចំហរបស់មេដាធម្មជាតិនិងសហគមន៍មូលដ្ឋាននិងអង្គការដែលពាក់ព័ន្ធផ្សេងហើយនឹងបើសិនបើយើងស្វែងរកព័ត៌មានបន្ថែមស្អែកទាក់ទងនឹងពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីក៏យើងនិយាយពីរឿងហ្នឹងនៅក្នុងថ្ងៃសុក្របាទតាមការប៉ាន់ស្មានជំហានដំបូងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះអាចនឹងចំណាយប្រាក់$400 លានអាមេរិកប៉ុន្តែក្រសួងរ៉ែនិងធម្មពលមិនបានបកស្រាយឲ្យច្បាស់ថាតើថវិកាបានមកពីគម្រោងនេះនឹងដាក់ចូលថវិកាជាតិដែរឬទេចាក្រសួងរ៉ែនិងធម្មពលក៏មិនទាន់បានសិក្សាពីធនធានរ៉ែនៅតំបន់នោះនៅឡើយដែរខណៈដែលសង្គមស៊ីវិលធ្លាប់ចោទថាក្រុមហ៊ុនចិន Sino Hydro សម្លឹងឃើញរ៉ែជាជាងចង់ធ្វើទំនប់យកអគ្គិសនីលក់
ចាលោកនាងជាទីមេត្រីជនភៀសខ្លួនរស់នៅលើកោះណាវរ៉ូបដញ្ញាបន្តការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអូស្ត្រាលីដែលបានចុះកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលកម្ពុជាយល់ព្រមផ្ដល់ប្រាក់$40 លានអាមេរិកជាថ្នូរនឹងការទទួលយកជនភៀសខ្លួនមករស់នៅក្នុងប្រទេសកម្ពុជាប្រពន្ធព័ត៌មាន ABC រាយការណ៍នៅថ្ងៃទី1ខែតុលាម្សិលមិញបានដឹងថាក្រុមបាតកោទាំងចាស់ទាំងក្មេងទាំងស្រីទាំងប្រុសបានកាន់បដាជាច្រើនសរសេរជាភាសាអង់គ្លេសថាមានតែសាកសពរបស់ពួកយើងទេដែលធ្វើដំណើរទៅប្រទេសកម្ពុជាអត្តឃាតគឺប្រសើរជាងនយោបាយឈ្មោកគ្រោករបស់រដ្ឋាភិបាលអូស្ត្រាលីជាដើមប្រពន្ធដដែលបន្តថាក្រុមបាតកោក៏បានប្រកល់ញត្តិទៅគណៈកម្មការជាន់ខ្ពស់អូស្ត្រាលីនៅកោះណាវរ៉ូដើម្បីជំរុញរដ្ឋាភិបាលអូស្ត្រាលីគិតគូរពិចារណាឡើងវិញនៅកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងញត្តិនោះក៏បានសង្កត់ធ្ងន់ផងដែរថារដ្ឋាភិបាលអូស្ត្រាលីធ្វើឲ្យជនភៀសខ្លួនទាំងអស់ដែលកំពុងរស់នៅលើកោះនេះអស់ក្តីសង្ឃឹមហើយមានតែសេចក្តីស្លាប់ទេដែលជាដំណោះស្រាយចុងក្រោយចាលិខិតនោះបន្តថាពួកគេគ្មានអ្វីសេសសល់ទៀតទេហើយចង់រដ្ឋាភិបាលអូស្ត្រាលីបានដឹងថាអូស្ត្រាលីអាចបញ្ជូនពួកគេទៅប្រទេសកម្ពុជាបានតែជាសាកសពទៅវិញតាក់ទងនឹងកិច្ចព្រមព្រៀងនេះអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិព្រមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានសម្ដែងក្តីបារម្ភថាកម្ពុជាដែលជាប្រទេសក្រីក្រនិងរំលោភសិទ្ធិមនុស្សมันអាចបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្ដល់កិច្ចគាំពារឲ្យសមរម្យសម្រាប់ជនភៀសខ្លួនទាំងនោះឡើយចាគណៈប្រតិភូកម្ពុជាក្រុងធ្វើទស្សនកិច្ចនៅកោះណាវរ៉ូនាពេលឆាប់ៗខាងមុខនេះដើម្បីពិនិត្យស្ថានភាពរស់នៅនិងជួបពិភាក្សាជាមួយនឹងជនភៀសខ្លួនលោកនាងជាទីមេត្រីកម្មកររោងចក្រហ៊ុយជឿនប្រមាណជា300នាក់លើកគ្នាទៅដាក់ញត្តិនៅតុលាការនិងរដ្ឋាភិបាលដើម្បីទាមទារប្រាក់អតីតភាពនិងឲ្យតំណាងកម្មករចូលធ្វើការឡើងវិញគណៈកម្មការរដ្ឋាភិបាលទី1និងទី8អនុញ្ញាតឲ្យតំណាង6នាក់ចូលជួបពិភាក្សាហើយសន្យាថានឹងស្រាវជ្រាវអំពីបញ្ហានេះលោកលេងម៉ាលីមានសេចក្តីរាយការណ៍ប្រធានសម្ព័ន្ធសហជីពជាតិលោកហ្វាសាលីដែលដឹកនាំកម្មករតវ៉ាបញ្ជាក់ឲ្យដឹងនៅក្រៅជំនួបជាមួយប្រធានគណៈកម្មការរដ្ឋសភាទី1គឺអ្នកស្រីឡៅខេងនិងគណៈកម្មការទី8អ្នកស្រីកែសវណ្ណរតន៍និងតំណាងរាស្ត្រមួយចំនួនទៀតថាគណៈកម្មការនេះសន្យាថានឹងហៅមន្ត្រីក្រសួងកាងារទៅបញ្ជាក់ដោះស្រាយអំពីបញ្ហានេះយើងចង់បានយុត្តិធម៌ឲ្យគាត់ក៏យល់ស្របអំពីទុក្ខវេទនារបស់កម្មករនៅរោងចក្រនេះគាត់បានតាមដានច្រើនដែរអញ្ចឹងយើងនឹងពឹងថាគាត់នឹងជួយខ្នះខ្នែងគាត់នឹងកោះហៅរដ្ឋមន្ត្រីក្រសួងការងារតំណាងក្រសួងការងារមួយចំនួនឲ្យមកទៅជែកពាក់ព័ន្ធនឹងរឿងហ្នឹងពីព្រោះអត់បដិបដោយបានទេហ្នឹងគឺជាសម្ដីរបស់គាត់ដែលជាប្រសាសន៍របស់លោកជំទាវឡៅខេងនិងលោកជំទាវកែវសវណ្ណរតន៍ជំនុំនេះគឺធ្វើបន្ទាប់ពីកម្មករនាំគ្នាទៅតវ៉ានៅមុខស្ថាប័នពីរផ្សេងទៀតគឺក្រសួងការងារនិងសាលាដំបងរាជធានីភ្នំពេញនៅពេលព្រឹកហើយនឹងចុងក្រោយទៅស្រែកតវ៉ានៅមុខរដ្ឋសភាកាលពីពេលព្រឹកនៃថ្ងៃទី1តុលាក្រុមកម្មករទាំងនេះបានទៅតវ៉ានិងបិទច្រកចូលសាលាដំបងរាជធានីភ្នំពេញបន្ទាប់ពីស្ដាប់កិច្ចប្រជុំដោះស្រាយនៅក្រសួងការងារមិនបានលទ្ធផលល្អតំណាងកម្មករលោកហ្វាសាលីថ្លែងថាលទ្ធផលប្រជុំនៅក្រសួងការងារគឺខាងរដ្ឋបាលរោងចក្រហ៊ុយជៀនបញ្ជាក់ថាខាងរោងចក្ររក្សាជំហរអនុវត្តតាមច្បាប់ដែលសាលាដំបងរាជធានីភ្នំពេញចេញដីការក្សាការពាររោងចក្រនេះនៅថ្ងៃទី19ខែកញ្ញាលោកថាតុលាការមិនបានផ្ដល់យុត្តិធម៌ដល់កម្មករទេជាពិសេសកម្មករដែលត្រូវបានបាញ់សម្លាប់ក្នុងពេលតវ៉ាកន្លងមកក្រុមកម្មករអង្គុយលើកដៃសំពះអង្វរដល់តុលាការសុំយុត្តិធម៌យើងអត់ចង់បានទេពុករលួយឈប់ទៅឈប់មានវប្បធម៌លួចវប្បធម៌ចេញដីកាជូនក្រុមហ៊ុនឈប់ទៅគួរតែឈប់ទៅអយុត្តិធម៌ខ្លាំងណាស់ខ្មាស់ទេខ្មាស់ទេអត់លោកតុលាការនៅពេលដែលឃើញកម្មករត្រកទឹកភ្នែកនៅមុខតុលាការអត់ហ្នឹងតើខ្មាស់ទេខ្មាស់បរទេសទេគេមើលមកខ្មាស់អត់នេះហើយជាលើកទី1ដែលកម្មករបលិទ្ធកងកាពះនៅមុខតុលាការនៅវេលាថ្ងៃត្រង់អនុប្រធានសាលាដំបងរាជធានីភ្នំពេញលោកកៅវ៉ាន់ឌីអនុញ្ញាតឲ្យតំណាងកម្មករចូលជួបនិងដាក់សំណើគាត់សួរយើងថាយើងសំណូមពរអីខ្លះយើងសំណូមពរថាឲ្យមានការកែតម្រង់ប្រព័ន្ធតុលាការឡើងវិញកុំឲ្យមន្ត្រីមួយចំនួនហ្នឹងចេះតែចេញដីការរក្សាការពារផ្ដេសផ្ដាស់ទុកលទ្ធភាពហ្នឹងឲ្យកម្មករធ្វើកោតកម្មទុកលទ្ធភាពឲ្យកម្មករដោះស្រាយជាមួយនយោជកជាមួយក្រសួងការងារអីឲ្យអស់លទ្ធភាពសិនមុននឹងចេញដីការរក្សាការពារគាត់ថាមូលហេតុហេឡូមកពីពួកយើងធ្វើកោតកម្មបិទផ្លូវប្រើហិង្សាអីទេអីបានជាគេចេញដីការហ្នឹងខ្ញុំថាពួកយើងធ្វើកោតកម្មរយៈពេលជាង10ថ្ងៃនេះ
គឺអហិង្សារហូតយើងគ្មានការបិទផ្លូវទេយើងចង់ដឹងថាអ្វីដែលយើងធ្វើដោយសន្តិវិធីនឹងតើមានលទ្ធផលណាមួយសម្រាប់កម្មករយោជិតអត់ក៏ប៉ុន្តែមកដល់ពេលនេះគឺអត់ទាន់បានទទួលនៅលទ្ធផលអ្វីទាំងអស់លោក Fasili ថ្លែងទៀតថាពួកលោកនឹងរងចាំមើលអន្តរាគមន៍របស់ស្ថាប័នសភាថាតើនឹងអាចដោះស្រាយបានឆាប់ឬយ៉ាងណាលោកឲ្យដឹងថាក្រុមកម្មករនឹងបន្តធ្វើកោតកម្មអហិង្សានៅមុខរោងចក្រទៀតនៅថ្ងៃទី2តុលាហើយលោកគ្រងនឹងដឹកនាំទៅដាក់ញត្តិនៅក្រសួងពាណិជ្ជកម្មទៀតលោក Fasili ឲ្យដឹងថាកម្មកររោងចក្រហុយជៀន 1200 នាក់បានធ្វើកោតកម្មជាង10ថ្ងៃមកហើយដោយសារតែរោងចក្រដូរឈ្មោះទៅជាជៀនលឹកនិងផ្អាកការងារតំណាងកម្មករឈ្មោះហេងស៊ីហឿននៅពេលនេះពួកគាត់ទាមទារឲ្យថៅកែរោងចក្រទទួលតំណាងកម្មករឈ្មោះហេងស៊ីហឿនឲ្យចូលធ្វើការវិញនិងទាមទារឲ្យទូទាត់ប្រាក់អតីតភាពឲ្យកម្មករដោយសារតែរោងចក្រនេះបដូរឈ្មោះថ្មីខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលផ្សាយចេញពីរដ្ឋធានី Washington មន្ត្រីជាន់ខ្ពស់នៃគណៈបកប្រជាជនកម្ពុជាលោកព្រំសុខាដែលធ្លាប់តំណាងឲ្យគណៈបកនេះក្នុងការចរចាជាមួយនឹងគណៈបកសង្គ្រោះជាតិមានប្រសាសន៍ថាលោកពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងនោះលោកព្រំសុខាដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកបានផ្ដល់បទសម្ភាសន៍មួយដល់លោកជុនច័ន្ទបុតកាលពីយប់មិញតើលោកព្រំសុខាមានបេសកកម្មអ្វីនៅប្រទេសមហាអំណាចមួយនេះចាសសូមលោកនាងរងចាំស្ដាប់បទសម្ភាសន៍មួយនេះនាពេលបន្តិចទៀតនេះចៅក្រមសាលាដំបងរាជធានីភ្នំពេញបានកោះហៅយុវជនគណៈបក្សប្រជាជាតិម្នាក់ទៀតក្នុងចំណោម3នាក់ឲ្យបំភ្លឺពាក់ព័ន្ធនឹងបទអូក្រិដ្ឋនៅតំបន់ស្ពាននាគកាលពីថ្ងៃទី15ខែកក្កដាឆ្នាំ2014លោកសានកំហេងដែលបានចូលបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមនៅថ្ងៃទី1ខែតុលាម្សិលមិញបានថ្លែងថាចៅក្រមស៊ើបសួរលោកកែមនីបានសាកសួរពាក់ព័ន្ធនឹងបទចោទ2គឺបទចូលរួមធ្វើកុបកម្មប្រឆាំងរាជការសាធារណៈមានស្ថានទម្ងន់ទោសហើយនឹងបទប្រាអំពើហិង្សាលើសមត្ថកិច្ចដែលប្រព្រឹត្តទៅកាលពីថ្ងៃទី15ខែកក្កដានៅក្បែរទីលានប្រជាធិបតេយ្យលោកក៏បានថ្នាក់ឲ្យតុលាការលុបចោលការចាប់ប្រកាន់លើរូបលោកខ្ញុំបានប្រាប់ថាខ្ញុំគ្រាន់តែជាប្រជាពលរដ្ឋដែលបានចូលរួមក្នុងបដកម្មការហិង្សាហ្នឹងហើយខ្ញុំប្រជាជនរងគ្រោះខ្ញុំមិនមែនជាអ្នកបង្កហេតុទេព្រោះខ្ញុំថ្ងៃនោះខ្ញុំត្រូវទទួលរងនៅការវាយពីខាងក្រុមហ៊ុនសរសល3ក្បាលហើយនឹងប៉ោងស្មាខ្ញុំត្រូវជាពលរដ្ឋដឹកជញ្ជូនខ្ញុំទៅទីផ្សារของការលីកាដូនៅបឹងតបែកហើយខ្ញុំបានចាកចេញពីតំបន់ក្បែរទីនេះនោះតាំងពីដំបូងយុវជនមួយរូបទៀតគឺលោកនាងសុខុននឹងចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃទី2ខែតុលាលោកខិនជំរឿនត្រូវបានតុលាការសាកសួរហើយកាលពីថ្ងៃទី30ខែកញ្ញាចាអ្នកទាំង3ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារបណ្ដោះអាសន្នម្ដងរួចមកហើយកាលពីដើមខែសីហាកន្លងទៅហើយមេធាវីក៏បានប្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំនៅទីបញ្ចប់សាលាឧទ្ធរណ៍ក៏សម្រេចដោះលែងពួកគេនោះវិញកាលពីថ្ងៃទី22ខែសីហាពីខេត្តមណ្ឌលគិរីនៅវិញតុលាការក្រុងបើកសវនកម្មនៅថ្ងៃទី2ខែតុលានេះនៅក្នុងរឿងក្តីសហគមន៍ជនជាតិដើមភ្នង15នាក់ដែលជាប់ចោទពីបទដុតបំផ្លាញគ្រឿងចក្រក្រុមហ៊ុនខូជីលីនៅក្នុងបាតកម្មហិង្សាមួយកាលពី6ឆ្នាំមុនមេធាវីការពារក្តីជនជាប់ចោទអះអាងថាការបើកសវនកម្មនេះគឺមិនត្រឹមត្រូវទៅតាមទម្រង់ច្បាប់ទេពីព្រោះថាតុលាការមិនបានជូនដំណឹងដល់មេធាវីការពារក្តីជនជាប់ចោទសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍របស់លោករដ្ឋាភិបាលសហគមន៍ជនជាតិភ្នង15នាក់រួមទាំងមេធាវីការពីក្តីរបស់ពួកគេបដិសេធមិនចូលរួមសវនាការតាមការកោះហៅរបស់មន្ត្រីតុលាការខេត្តមណ្ឌលគិរីនោះទេការបដិសេធនេះធ្វើឡើងបន្ទាប់ពីតំណាងអัยការអមសាលាដំបងខេត្តនេះបានចេញដីកាកោះចំនួន15ផ្សេងគ្នាឲ្យអ្នកភូមិប៊ូស្រា15នាក់ចូលខ្លួនមកតុលាការដើម្បីបើកសវនាការនៅថ្ងៃទី2ខែតុលាក្នុងរឿងក្តីចោទប្រកាន់ពួកគាត់ពីបទបង្កអគ្គីភ័យបំផ្លាញទ្រព្យសម្បត្តិដោយចេតនាជនជាប់ចោទឈ្មោះទុសារិនរៀបរាប់ថាពួកគេមានមេធាវីការពីក្តីក៏ប៉ុន្តែតុលាការមិនបានជូនដំណឹងពីសវនាការដល់មេធាវីពួកគាត់ទេហើយនេះពួកគាត់មិនមានលទ្ធភាពយល់ដឹងផ្លូវច្បាប់សម្រាប់តវ៉ារឿងក្តីនេះបានឡើយលោកបន្តថាម្យ៉ាងទៀតប៉ូលីសមូលដ្ឋានទើបប្រគល់ដីកាកោះនៅថ្ងៃទី30ខែកញ្ញាហេតុនេះអ្នកភូមិមិនមានពេលគ្រប់គ្រាន់រៀបចំឯកសារចូលរួមសវនាការនោះបានទេពួកខ្ញុំមានមេធាវីជាអត់ហៅពួកខ្ញុំក៏ចោទទៅដែរបងពួកខ្ញុំដាក់មេធាវីរួចអស់ហើយចំណែកមេធាវីការពីក្តី
ដីជនជាប់ចោតទាំង15នាក់លោកលងលុនចាត់ទុកការបើកសវនាការដែលមិនបានជួលដំណឹងមកមេធាវីជនជាប់ចោតថាជាការអនុវត្តមិនត្រឹមត្រូវតាមច្បាប់លោកថាតុលាការគួរផ្អាកសវនាការហើយបំពេញនីតិវិធីសវនាការបានត្រឹមត្រូវឡើងវិញខ្ញុំអត់បានទទួលឬការអ្វីពីតុលាការទេខ្ញុំទើបតែបានទទួលដំណឹងតែពីម៉ោង11នេះហើយពីខាងប្រធានអាត់ហុកនៅមណ្ឌលគិរីប្រាប់ខ្ញុំថាគេហៅកូនក្មេងខ្ញុំសវនាការនៅថ្ងៃស្អែកទេឆ្លើយតបការលើកឡើងនេះមន្ត្រីក្រឡាបញ្ជីតុលាការខេត្តមណ្ឌលគិរីលោកបូរាប់អះអាងថាលោកបានទូរស័ព្ទជូនដំណឹងដល់មេធាវីជនជាប់ចោតរួចហើយប៉ុន្តែមេធាវីជនជាប់ចោតមានភារកិច្ចមិនអាចអញ្ជើញមកបានហេតុនេះចៅក្រមសវនាការក្នុងរឿងក្តីសម្រាប់ពន្យាពេលដើម្បីកំណត់ពេលវេលាបើកសវនាការថ្មីទៀតពេលជូនដំណឹងទៅគាត់ថាគាត់មកអត់ទាន់តាមការកន្លែងផ្សេងដែរខ្ញុំបានជូនកម្លាំងជីដែលការកិច្ចការនេះកម្លាំងជីថាគេឆ្លងច្បល់ទៅក្រមគេនឹងសុំពេលលើកដែរឬនឹងចាំបាច់ឲ្យមានមេធាវីចូលរួមគេអត់អាចទៅបានទេអញ្ចឹងបងយ៉ាងណាក៏ដោយមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាត់ហុកខេត្តមណ្ឌលគិរីលោកសុករដ្ឋាក៏សម្គាល់ថារឿងក្តីនេះកើតឡើងដោយសារប្រជាពលរដ្ឋជនជាតិដើមខ្វះលទ្ធភាពក្នុងការស្វែងរកដំណោះស្រាយរំលោភសិទ្ធិដីធ្លីពីមន្ត្រីអាជ្ញាធរមូលដ្ឋានទើបអ្នកភូមិផ្ទុះកំហឹងឡើងលោកថាសហគមន៍ជនជាតិដើមភាគតិចមិនមានការយល់ដឹងខ្ពស់ពីសិទ្ធិភាពច្បាប់ទាក់ទិនការដោះស្រាយទំនាស់ហេតុនេះតុលាការគួរផ្ដល់យុត្តិធម៌ដល់ក្រុមជនងាយរងគ្រោះទាំងនោះទាក់ទិនការចោទប្រកាន់ក្នុងរឿងក្តីនេះដោយសារតែមានការជួចចាត់ខ្លាំងហើយមិនមានការដោះស្រាយពីអាជ្ញាធរដែនដីអញ្ចឹងការរំចាំរបស់គាត់វាខ្លាចទៅជាការអស់ជំនឿអញ្ចឹងការអស់ជំនឿវាអាចញ៉ាំងឲ្យពួកគាត់ហ្នឹងគិតរឿងផ្សេងដែលប្រកបទៅខុសច្បាប់ដូចអញ្ចឹងកាលពីខែធ្នូឆ្នាំ2008សហគមន៍ជនជាតិដើមភ្នងប្រមាណ300នាក់បានធ្វើបាតកម្មហិង្សា2លើកដុតគ្រឿងចក្រក្រុមហ៊ុនខូជីលីអស់3គ្រឿងខណៈដែលគ្រឿងចក្រកំពុងឈូសឆាយទៅលើតំបន់ទីសក្ការៈនិងដីធ្លីស្រែចម្ការប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅភូមិ7ឃុំប៊ូស្រាខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីក្រុមហ៊ុនចិនមួយដែលគេនៅមិនទាន់ស្គាល់ឈ្មោះកំពុងចាប់ផ្ដើមដំណើរការជីកប្រឡាយទឹកដែលជាគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាលនៅក្នុងឃុំថ្លុកលើស្រុកជីក្រែងខេត្តសៀមរាបក៏ប៉ុន្តែគម្រោងអភិវឌ្ឍប្រឡាយទឹកសម្រាប់បម្រើផ្នែកកសិកម្មជនបទនោះកំពុងធ្វើឲ្យប៉ះពាល់ដីលំនៅឋាននិងដីស្រែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារលោកហងសាយុទ្ធមានសេចក្តីរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋជាច្រើនភូមិនៃឃុំថ្លុកលើស្រុកជីក្រែងចម្ងាយជាង80គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាបកំពុងព្រួយបារម្ភខ្លាចបាត់បង់ដីលំនៅឋាននិងដីស្រែហើយទទួលបានសំណងជាប្រាក់តិចតួចមិនសមរម្យមកជំនួសវិញការព្រួយបារម្ភគឺនៅស្របពេលដែលក្រុមហ៊ុនចិនមួយកំពុងចាប់ផ្ដើមដំណើរការវាស់វែងប៉ះចំដីភូមិនិងដីស្រែជាច្រើនហិកតាដែលត្រូវជីកធ្វើជាប្រឡាយទឹកសម្រាប់អភិវឌ្ឍលើវិស័យកសិកម្មអ្នកភូមិតាភ្ញានៃឃុំថ្លុកលើគឺលោកម៉ៅបុត្រលោកមានប្រសាសន៍ថារូបលោកក៏ដូចជាអ្នកភូមិជាច្រើនទៀតកំពុងប្រឈមមុខនឹងការបាត់បង់ដីស្រែនៅពេលខាងមុខបរិះដដែលបញ្ជាក់ថាគាត់មានដីស្រែទំហំតូចប្រសិនបើក្រុមហ៊ុនចិនយកទៅជីកធ្វើជាប្រឡាយទឹកអស់ហើយចេញសំណងមិនសមស្របគឺគ្រួសាររបស់គាត់ប្រកាសជាប្រឈមមុខនឹងការគ្មានដីធ្វើស្រែទៀតទេឃើញបោះបកគោលជុំវិញផ្ទះជាជនដោយខ្ញុំប៉ះដីប្រវែង131ម៉ែត្របណ្ដោយទៅถึง64ម៉ែត្រគេថាធ្វើជាប្រឡាយអភិវឌ្ឍជូនប្រជាពលរដ្ឋនេះឯងជាជនត្រូវយំទៅហូរទៅរឹងពេញភូមិពេញស្រុកឲ្យបងសូមខាងលើនេះជួយសម្រួលផងចំណែកអ្នកភូមិម្នាក់ទៀតលោកសោមរើនមានប្រសាសន៍ថាក្រុមហ៊ុនចិនបានវាស់វែងចំដីផ្ទះរបស់គាត់ដែលកំពុងរស់នៅក្រុមហ៊ុនបានប្រាប់គាត់ឲ្យរុះរើផ្ទះដែលរស់នៅរាប់ចំនួនមកហើយនោះចេញព្រមទាំងទៅរកកន្លែងផ្សេងសម្រាប់រស់នៅថ្មីគេមកវាស់គេប្រាប់ឲ្យមើលដីកន្លែងណានៅទៀតទៅតែចេញទៅកន្លែងណាទៀតព្រមហើយថ្ងៃដេកមលក់ទេឃើញនៅសតនាទេលោកដេញចុះហើយប្រពន្ធពីមន្ត្រីក្រុមប្រឹក្សាស្រុកជីក្រែងឲ្យដឹងថាក្រុមហ៊ុនចិនដែលគេមិនស្គាល់ឈ្មោះច្បាស់នឹងចាប់ផ្ដើមអនុវត្តគម្រោងជីកប្រឡាយទឹកកាត់ភូមិនិងស្រែប្រជាពលរដ្ឋជាច្រើនហិកតាចាប់ពីខែធ្នូឆ្នាំ2014តទៅសមាជិកក្រុមប្រឹក្សាស្រុកជីក្រែងមួយរូបអ្នកស្រីញឹមថោមានប្រសាសន៍ថាទាំងអ្នកស្រីនិងអាជ្ញាធរមូលដ្ឋានមិនអាចខាត់ខាំងគម្រោងអភិវឌ្ឍណាមួយបានទេបើទោះបីជាប៉ះពាល់ទៅលើប្រជាពលរដ្ឋក៏ដោយក៏ប៉ុន្តែអ្វីដែលអាចគឺសូមឲ្យរដ្ឋាភិបាលជួយជាសំណងទៅលើការប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋឲ្យបានសមរម្យខ្ញុំបារម្ភខ្
អាចថាពេលដែលសំមកប្រជាពលរដ្ឋថាគេសំវាមិនទិញថ្លៃដែលអាចទៅទិញយកបានទៀតណាគម្រោងជីកប្រឡាយបណ្ដោយប្រវែង 3,300 ម៉ែត្រនិងទទឹងជាង100ម៉ែត្រនោះគេមិនទាន់ដឹងថាតើនឹងបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋប៉ុន្មានគ្រួសារពិតប្រាកដទេក៏ប៉ុន្តែតាមតម្រុយដែលដើរបោះគឺប៉ះពាល់ភូមិចំនួន5ក្នុងឃុំថ្លុកលើមានភូមិមកៈភូមិតាភ្ញាភូមិត្រាច់ពកស្លែងកោងនិងភូមិតាលេនជាដើមខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបចាលោកនាងជាទីមេត្រីអាជ្ញាធរអប្សរាបានប្រកាសបដិសេធនៅការផ្សាយរបស់ទូរទស្សន៍ CNN ថាចណ្ដាលរបស់ប្រាសាទអង្គរវត្តគឺជាចណ្ដាលដែលមានសភាពគួរឲ្យភ័យខ្លាចជាងគេក្នុងចំណោមចណ្ដាលឡើងទៅកាន់ទីតាំងរមណីយដ្ឋានល្បីៗចំនួន13លើពិភពលោកមន្ត្រីជាន់ខ្ពស់អាជ្ញាធរអប្សរាបានដឹងថាបច្ចុប្បន្នចណ្ដាលឡើងទៅកាន់កំពូលប្រាសាទនៅអង្គរវត្តនោះគឺមានការរៀបចំដើម្បីទទួលទេសចរអាចឡើងចុះដោយសុវត្ថិភាពហើយចាលោកកានិមឺរាយការណ៍ព័ត៌មាននេះដូចតទៅមន្ត្រីជាន់ខ្ពស់អាជ្ញាធរអប្សរាបានចាត់ទុកការផ្សាយរបស់ទូរទស្សន៍ពិភពលោក CNN ថាជាការបំផ្លើសខុសពីការពិតចំពោះព័ត៌មានថាគួរឲ្យភ័យខ្លាចអំពីចណ្ដាលឡើងទៅកាន់កំពូលប្រាសាទនៅអង្គរវត្តខេត្តសៀមរាបលោកប៊ុនរិទ្ធអគ្គនាយកអាជ្ញាធរអប្សរាមានប្រសាសន៍នៅថ្ងៃទី1តុលាថារូបភាពចណ្ដាលដែលទូរទស្សន៍ CNN ផ្សាយនោះគឺមិនត្រឹមត្រូវទេវាជារូបភាពចាស់ជាង5ឆ្នាំមកហើយលោកចាត់ទុកថាការផ្សាយព័ត៌មានរបស់ CNN អំពីចណ្ដាលនៅប្រាសាទអង្គរវត្តនោះគឺគ្មានការផ្ទៀងផ្ទាត់ហើយខុសពីការពិតមិនដឹងថាអ្នកនិយាយហ្នឹងវាអំណងអីគាត់និយាយថានិយាយប្រៀបមួយការពិតវាមិនតិចចូលថតជារឿងយូរមកហើយយកមកនិយាយដែលអ្នកមើលចូលច្រឡំស្មានថាសម័យឥឡូវនេះមិនហ៊ានប៉ាន់ស្មានគេចង់និយាយប៉ុន្តែអីថាអាចមានអំណងណាមួយខ្ញុំក៏មិនដឹងណាតែយើងពិបាកទទួលឃើញថារូបថតនៃតាំងពីថតច្រើនឆ្នាំហើយយកមកនិយាយផ្សាយទៅហាក់ដូចជាបច្ចុប្បន្ននេះអញ្ចឹងបាទកាលពីថ្ងៃទី25កញ្ញាវេបសាយរបស់ទូរទស្សន៍ CNN ឈ្មោះ CNN Travel បានបង្ហោះអត្ថបទមួយដែលមានដាក់រូបថតចណ្ដាលចោតឡើងទៅកំពូលប្រាសាទអង្គរវត្តដែលមានភ្ញៀវទេសចរកំពុងតែតោងចុះពីលើមកផងអត្ថបទនោះបានដាក់ចំណងជើងថាចណ្ដាលដ៏គួរឲ្យខ្លាចនៅលើពិភពលោកចំពោះចំណងជើងរូបថតវិញ CNN បានដាក់ចំណងជើងថាកម្មចណ្ដាលនៅប្រាសាទអង្គរវត្តនៅកម្ពុជាគឺជាការរំលឹកឲ្យអ្នកឡើងចណ្ដាលនោះដឹងថាការឡើងឋានសួគ៌មិនមែនជាការងាយទេទៅថ្ងៃទី30កញ្ញាអាជ្ញាធរអប្សរាបានចេញផ្សាយសេចក្តីបំភ្លឺចំនួន5ទំព័រឆ្លើយតបអត្ថបទរបស់ CNN នោះនិងចាត់ទុកថាការផ្សាយរបស់ CNN មិនត្រឹមត្រូវទេគឺជាការបំភ្លើសហើយរូបថតនោះជារូបថតចាស់ជាយូរឆ្នាំមកហើយលិខិតបំភ្លឺរបស់អាជ្ញាធរអប្សរាបានឲ្យដឹងថាបច្ចុប្បន្នមានចណ្ដាលជាច្រើនសម្រាប់ឡើងទៅលើប៉មកំពូលប្រាសាទកណ្ដាលនោះឬហៅថាបាកានបានបិទហាមឃាត់ហើយមានចណ្ដាលថ្មី2ធ្វើអំពីឈើទំហំ1ម៉ែត្រពីទឹកមាន47កាំដែលមានបង្កាន់ដៃសម្រាប់ភ្ញៀវទេសចរប្រើឡើងនឹងចុះតាក់ទងនឹងចណ្ដាលឡើងកំពូលប៉មប្រាសាទអង្គរវត្តនេះអ្នកបកប្រែភាសានឹងជាមគ្គុទ្ទេសក៍ភ្ញៀវមួយរូបគឺលោកព្រំសវណ្ណមានប្រសាសន៍ថាចណ្ដាលចោតឡើងទៅកំពូលប្រាសាទអង្គរវត្តឬហៅថាបាកាននោះគឺមានការលំបាកមែនលោកបានលើកឡើងថាពិតមែនតែមានចណ្ដាលឈើថ្មីសាងសង់សម្រាប់ភ្ញៀវឡើងចុះមែនប៉ុន្តែវាមានលក្ខណៈចង្អៀតព្រោះទេសចរភាគច្រើនចង់ឡើងទៅលើបាកាននោះនៅពេលពួកគេមកលេងអង្គរវត្តខ្ញុំជាមគ្គុទ្ទេសក៍ទេសចរហ្នឹងខ្ញុំតែងសង្កេតឃើញថាពិបាកនៅកន្លែងហ្នឹងមែនទែនហើយមើលទៅវាមានប្រកាន់ដៃតែពីកន្លែងចណ្ដាលទេប៉ុន្តែនៅដល់កន្លែងដែលផុតដល់ពេលដែលឡើងពេលដែលចូលទៅហ្នឹងគឺអត់មានការប្រកាន់ដៃតោងទេអញ្ចឹងក៏វាអាចបកកគ្រោះថ្នាក់មួយដែរការបើសិនជាសំណុំពណ៌របស់ខ្ញុំមិនសិនអាចធ្វើទៅរួចសូមធ្វើកន្លែងឡើងផ្សេងនិងកន្លែងចប់ផ្សេងហើយសូមធ្វើប្រកាន់ដៃឲ្យដល់ខាងលើកុំឲ្យគាត់ធ្វើត្រឹមកម្មចណ្ដាលអញ្ចឹងគាត់ពិបាកដែររមណីយដ្ឋានអង្គរបានទទួលចំណាត់ថ្នាក់ជាបេតិកភណ្ឌពិភពលោកចាប់តាំងពីខែធ្នូឆ្នាំ1992របាយការណ៍រដ្ឋាភិបាលបានដឹងថានៅក្នុងឆ្នាំ2013មានភ្ញៀវទេសចរជាង4លាននាក់មកទស្សនកិច្ចប្រទេសកម្ពុជាបើប្រៀបធៀបជាមួយឆ្នាំ2012គឺមានការកើនឡើង 17.5% ខ្ញុំកែនិមលវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងជាទីមេត្រីក្រុមមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺនឹងចុះអង្កេតករណីទារកនៅក្នុងផ្ទៃម្ដាយ5ខែបានស្លាប់ដោយសារតែការព្យាបាលដោយអ្នកដែលគ្មានជំនាញជាគ្រូពេទ្យនៅក្នុងស្រុកឱរ៉ាល់កាលពីថ្ងៃទី25ខែសីហាឆ្នាំ2014ការចុះអង្កេតនេះគឺនៅបន្ទាប់ពីមានការប្តឹងពីគ្រួសារអ្នកជំងឺនៅតំបន់ជនបទនៅក្នុងខេត្តនេះចាអ្នកស្រីអុកសាវរីរាយការណ៍អំពីបញ្ហានេះ
ស្ត្រីមានផ្ទៃពោះ5ខែម្នាក់រស់នៅភូមិផ្សារកន្ទួតឃុំសង្កែសតបស្រុកអូរ៉ាល់ត្រូវគ្រូពេទ្យនៅខេត្តកំពង់ស្ពឺជួយសង្គ្រោះឲ្យរួចជីវិតបន្ទាប់ពីទារកក្នុងផ្ទៃស្លាប់ដោយមានការចោទប្រកាន់ពីក្រុមគ្រួសារថាពេទ្យគ្មានជំនាញប្រើថ្នាំខុសវិជ្ជាជីវៈបរិះជាប្តីអ្នកជំងឺឈ្មោះឆាយធាឲ្យដឹងថាប្រពន្ធគាត់ចាញ់កូនខ្លាំងចាប់តាំងពីទម្ងន់ដំបូងរហូតដល់កូនក្នុងពោះអាយុ5ខែលោកបន្តថាដោយអាការៈចាញ់ខ្លាំងមិនអាចរកស៊ីអ្វីបានគាត់នាំប្រពន្ធទៅរកកន្លែងព្យាបាលដែលមានលើកផ្លាកគ្រូពេទ្យភ័ក្រព្យាបាលជំងឺទូទៅនៅក្នុងភូមិផ្សារកន្ទួតលោកថាពេលគាត់នឹងប្រពន្ធទៅដល់ផ្ទះពេទ្យគឺគ្រូពេទ្យភ័ក្រមិននៅផ្ទះទេតែភរិយាគ្រូពេទ្យនោះបានជួសយកឈាមប្រពន្ធគាត់ទៅពិនិត្យហើយប្រាប់ថាគ្មានជំងឺចាញ់កូនទេគឺឈឺក្រពះភរិយាគ្រូពេទ្យភ័ក្រនោះផ្សំថ្នាំក្រពះជាច្រើនឲ្យលេបនិងចាក់សេរ៉ូមឲ្យប្រពន្ធគាត់លោកថាគ្រាន់តែសេរ៉ូមស្រក់មិនទាន់អស់ផងប្រពន្ធគាត់មានអាការៈឈឺក្នុងពោះខ្លាំងពេលនោះស្រាប់តែស្ត្រីជាភរិយាគ្រូពេទ្យភ័ក្រឆ្លើយថាមិនដឹងលោកឆាយធាបន្តថាគាត់ដឹកប្រពន្ធយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺគ្រូពេទ្យនៅទីនោះប្រាប់ថាកូនទើបស្លាប់ក្នុងពោះលោកថាបញ្ហាកើតឡើងនេះគាត់បានដាក់ពាក្យប្តឹងទៅអាជ្ញាធរមូលដ្ឋានចោទស្ត្រីភរិយាគ្រូពេទ្យភ័ក្រធ្វើឲ្យទារកស្លាប់ក្នុងពោះគ្រូពេទ្យភ័ក្រនិងភរិយាបានសម្របសម្រួលឲ្យគាត់$50ដើម្បីបញ្ចប់បញ្ហាប៉ុន្តែគាត់មិនព្រមយកលុយនោះឡើយចំណែកគ្រូពេទ្យនិងភរិយាជំរុញគាត់ឲ្យប្តឹងទៀតទៅបើមិនយកលុយនេះទេលោកឆាយធាជាប្តីអ្នកជំងឺសូមឲ្យក្រសួងសុខាភិបាលស៊ើបអង្កេតឲ្យបំបត្តិអ្នកគ្មានជំនាញពេទ្យហ៊ានព្យាបាលអ្នកជំងឺយកទៅដាក់ទោសតាមច្បាប់គ្រាន់តែចាញ់កូនធម្មតាទេហេតុអីក៏ដាក់ថ្នាំកាពះពោះវៀនអញ្ចឹងណាខ្លាប្តីហៅប្តីដល់ពេលប្រពន្ធអ្នកប្រឹក្សាមើលដល់ពេលអញ្ចឹងវាខុសទាំងស្រុងហ្មងណាគ្រូវិទ្យុអាស៊ីសេរីព្យាយាមតាក់ទងគ្រូពេទ្យភ័ក្រដែលមានលេខទូរស័ព្ទប្រកាសជាប់ស្លាកផ្ទះគ្រូពេទ្យព្យាបាលនោះប៉ុន្តែមិនអាចតាក់ទងដើម្បីសុំការបំភ្លឺករណីនេះបានទេនៅថ្ងៃទី1ខែតុលាបើតាមប្រធានមណ្ឌលសុខភាពស្រុកអូរ៉ាល់លោកជាហ៊ានឲ្យដឹងថាលោកភ័ក្រគឺជាគ្រូពេទ្យពិតប្រាកដប៉ុន្តែភរិយានោះមិនមានសញ្ញាបត្រពេទ្យទេឬមានច្បាប់ឲ្យរកស៊ីដែរលោកជាហ៊ានឲ្យដឹងទៀតថានៅក្នុងស្រុកអូរ៉ាល់មានអ្នករកស៊ីព្យាបាលជំងឺឯកជន10កន្លែងក្នុងនោះ2កន្លែងគ្មានច្បាប់អនុញ្ញាតលោកថាករណីអ្នកគ្មានជំនាញពេទ្យគ្មានសញ្ញាបត្រពេទ្យហើយរកស៊ីព្យាបាលជំងឺរហូតមានអ្នកស្លាប់គឺមានទោសព្រហ្មទណ្ឌគាត់ដែរប្រពន្ធនោះអត់មានសញ្ញាបត្រទេគឺគាត់ចេះតគ្នាអញ្ចឹងដល់អញ្ចឹងយើងអត់មានសិទ្ធិគ្រប់គ្រងគាត់ទេព្រោះគាត់អ្នករកស៊ីឯកជនគាត់សុំច្បាប់គឺមន្ទីរជាអ្នកអនុញ្ញាតឲ្យមេភូមិផ្សារកន្ទួតលោកយឹមកំហួនថ្លែងថាទីតាំងព្យាបាលលើកស្លាកគ្រូពេទ្យភ័ក្រនោះជាអ្នកចំណូលថ្មីបានបើកព្យាបាលជំងឺទូទៅ3ឆ្នាំហើយក្នុងភូមិនេះការព្យាបាលនោះតាមលោកដឹងព្យាបាលឲ្យស្លាប់មាន3ករណីដោយឡែកករណីព្យាបាលធ្វើឲ្យទារកស្លាប់ក្នុងផ្ទៃម្ដាយគឺកើតមានមួយករណីនៅភូមិកន្ទួតនេះលោកមិនដឹងថាគ្រូពេទ្យភ័ក្រនោះដោះស្រាយយ៉ាងណាចំពោះអ្នកស្លាប់នេះទេប៉ុន្តែពេទ្យនោះនៅបន្តរកស៊ីដដែលហើយក៏គ្មានមន្ត្រីក្រសួងសុខាភិបាលមកពិនិត្យអ្វីដែរគាត់នឹងធ្វើការអត់ទៅស្របច្បាប់ដោយប្តីគាត់ជាអ្នកជំនាញតែប្រពន្ធអ្នកធ្វើការបណ្ដាលឲ្យមនុស្សស្លាប់ពាក់ព័ន្ធករណីនេះដែរអនុប្រធានមន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺលោកសាយសាវីអះអាងថាក្រុមមន្ត្រីបានចុះញឹកញាប់ទៅស្រុកអូរ៉ាល់ប៉ុន្តែក្រុមមន្ត្រីរបស់លោកមិនទទួលបានរបាយការណ៍ពីមណ្ឌលសុខភាពនៅទីនោះប្រាប់ពីការព្យាបាលគ្មានសមត្ថភាពជំនាញជាគ្រូពេទ្យបណ្ដាលឲ្យអ្នកជំងឺស្លាប់នោះទេព្រោះច្បាប់យើងមិនអាចឲ្យមានអ្នកណាធ្វើអញ្ចឹងបានទេហើយបើសិនជាមានអញ្ចឹងឲ្យអ្នកហ្នឹងរាយការណ៍មកមន្ទីរភ្លាមមន្ទីរនឹងមានក្រុមការងារគេចុះទៅភ្លាមរំពេចហ្នឹងហ្មងលោកថានឹងបញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេតបញ្ហាកើតឡើងនេះបន្តទៀតបើរកឃើញមានករណីដោយការលើកឡើងមែនក្រសួងសុខាភិបាលនឹងមិនបណ្តោយឲ្យកើតមាននោះទេនាងខ្ញុំអុកសាវបូរីវិទ្យុអាស៊ីសេរីភ្នំពេញអាស៊ីសេរីចាលោកអ្នកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយនាងខ្ញុំម៉ៅសុធានីសូមលោកអ្នកនាងរងចាំស្ដាប់បទសម្ភាសន៍ជាមួយនឹងមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជានាពេលបន្តិចទៀតនេះលោកដានៀងកញ្ញាជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះវិទ្យុអាស៊ីសេរីមានបទសម្ភាសន៍ជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណៈបកប្រជាជនកម្ពុជាគឺលោកព្រំសុខាដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកបទសម្ភាសន៍
លោកនាងជាទីមេត្រីមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណៈបកប្រជាជនកម្ពុជាដែលធ្លាប់តំណាងឲ្យគណៈបកនេះក្នុងការចរចាជាមួយនឹងគណៈបកសង្គ្រោះជាតិមានប្រសាសន៍ថាលោកពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងនោះតែលោកក៏បានអះអាងដែរថាគណៈបកប្រជាជនកម្ពុជារបស់លោកគោរពកិច្ចព្រមព្រៀងនោះបានត្រឹមត្រូវចាលោកព្រំសុខាដែលពេលនេះកំពុងនៅក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបានផ្ដល់កិច្ចសម្ភាសន៍មួយជាមួយនឹងវិទ្យុអាស៊ីសេរីលោករៀបរាប់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនិងផ្ដល់ទស្សនៈខ្លះៗរបស់លោកអំពីការអនុវត្តកិច្ចព្រមព្រៀងនយោបាយរវាងគណៈបកទាំងពីរចាជាបន្តទៅទៀតនេះសូមអញ្ជើញលោកដានៀងស្ដាប់បទសម្ភាសន៍រវាងលោកព្រំសុខានិងលោកជុនច័ន្ទបុតដូចតទៅស្វាគមន៍អាដាមខ្ញុំមិននឹកស្មានថាបានជួបអាដាមនៅរដ្ឋធានី Washington សោះអាដាមអញ្ជើញមក Washington នេះមានបេសកកម្មអីដែរបាទខ្ញុំមកនេះមកចូលរួមក្នុងនាមអាដាមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីស្ដីអំពីសម្ព័ន្ធភាពសកលប្រឆាំងនឹងការបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតអាដាមនៅប្រទេសកម្ពុជាយើងបញ្ហាការបំពានផ្លូវភេទកុមារឬមួយការផ្សព្វផ្សាយរូបភាពអាហារភាពអីរបស់កុមារនៅតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងមានចាប់ផ្ដើមច្រើនឬនៅបាទយើងមិនទាន់ឃើញតាក់ទងនឹងកុមារនឹងច្រើនប្រហែលទេបាទប៉ុន្តែមានជាទូទៅសម្រាប់ស្ត្រីនិងមនុស្សទូទៅហើយហេតុនេះហើយបានជាកន្លងមកគឺកម្ពុជាយើងតែងតែចូលរួមជាមួយនឹងគ្រប់វេទិកាហើយពិសេសគឺយើងមានរាជរដ្ឋាភិបាលមានគោលនយោបាយជាតិសម្រាប់បញ្ហានេះហើយមានគណៈកម្មការមួយយើងហៅថាគណៈកម្មការជាតិដឹកនាំបង្ក្រាបការជួញដូរមនុស្សឬមួយទាំងស្ត្រីទាំងកុមារនេះដែលមានឯកឧត្តមបនាយករដ្ឋមន្ត្រីសុខខេងលោកទូជាប្រធានហើយបានដំណើរការជាបន្តបន្ទាប់មកដល់បច្ចុប្បន្ននេះហើយនេះជាកិច្ចការមួយដែលធ្វើមិនមែនតែក្នុងរដ្ឋាភិបាលទេមានទាំងសហគមន៍នៅក្នុងអង្គការសង្គមស៊ីវិលទាំងសហគមន៍ជាតិហើយមានការចូលរួមសហការរវាងដៃគូអភិវឌ្ឍហើយនិងអង្គការអន្តរជាតិព្រោះយើងដឹងហើយពាក្យថាការជួញដូរនេះបានคล้ายទៅជាបទឧក្រិដ្ឋឆ្លងដែនហើយជាមានចរិតសកលមានន័យថាប្រទេសទាំងអស់សុទ្ធតែប៉ះនឹងបញ្ហាហ្នឹងហើយដើម្បីនឹងប្រឆាំងទប់ទល់បង្ការឬបង្ក្រាបឬប្រយុទ្ធជាមួយនឹងបទឧក្រិដ្ឋបែបនេះទាមទារនៅកិច្ចសហការគ្នាមិនតែនៅក្នុងប្រទេសទេគឺរវាងរដ្ឋាភិបាលនិងប្រទេសផ្សេងទាំងអស់ទាំងនៅក្នុងតំបន់នៅក្នុងសកលលោកបាទអាដាមបានជ្រាបហើយសហរដ្ឋអាមេរិកនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីអំពីការជួញដូរមនុស្សនេះបានដាក់ប្រទេសកម្ពុជានៅក្នុងប្រទេសក្រុម PP Tier 2ហើយនៅក្នុងរបាយការណ៍ហ្នឹងក៏ចេញដាក់អនុសាសន៍ដែរថាសូមឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ក្នុងការដាក់ទណ្ឌកម្មដាក់ទោសទណ្ឌទៅដល់ជនដែលប្រព្រឹត្តជាពិសេសដល់មន្ត្រីរដ្ឋាភិបាលតើចំណុចហ្នឹងអាដាមមានប្រតិកម្មបែបណាដែរបាទការពិតអ្វីដែលសហរដ្ឋអាមេរិកតែងតែធ្វើចំណាត់ថ្នាក់អំពីស្ថានភាពតាក់ទងនឹងការប្រយុទ្ធប្រឆាំងឬការជួញដូរមនុស្សនេះនៅប្រទេសទាំងឡាយបាទដូចជានៅកម្ពុជានេះធ្វើជាបន្តបន្ទាប់ខ្ញុំបាននៅចាំបានថាមានប្រហែលឆ្នាំមុននោះគាត់ដាក់ដល់ទៅចំណាត់ថ្នាក់លេខ3 Tier 3ប៉ុន្តែប្រការដែលយើងបានទទួលមកចំណាត់ថ្នាក់ទី2វិញប្រហែលឆ្នាំចុងក្រោយនេះក៏ជាការបង្ហាញនៅការខិតខំរបស់រដ្ឋាភិបាលបាទពិសេសមន្ត្រីអនុវត្តច្បាប់ហើយនឹងការចូលរួមរបស់ប្រជាពលរដ្ឋនិងសង្គមស៊ីវិលដែរបានយើងបានទទួលបានប៉ុណ្ណេះហើយប្រការដែលយើងធ្វើបញ្ហានេះយើងមានបញ្ហាប្រឈមច្រើនណាស់ដូចខ្ញុំបានលើកឡើងពីខាងដើមមិញយើងថាចរិតនៃបទឧក្រិដ្ឋនេះវាคล้ายទៅជាបញ្ហាសកលហើយមិនមែនមានការទៅនៅកម្ពុជាយើងទេប្រទេសណាក៏មានដែរនេះជាបញ្ហាមួយដែលយើងទទួលស្គាល់ទាំងអស់គ្នាប្រសិនបើប្រទេសគេធ្វើ
គេមានការប្រឹងប្រែងធ្វើហើយយើងមិនធ្វើច្បាស់ជាយើងនឹងជួបផលវិបាកខ្លាំងប៉ុន្តែយើងធ្វើខ្លាំងដែរបានយើងបានទទួលចំណាត់ថ្នាក់បែបនេះហើយយើងគ្រប់គ្រងស្ថានភាពបានមកដល់បញ្ហានេះខ្ញុំសូមជម្រាបជូនតែមួយទេថាបញ្ហាប្រឈមច្បាស់ជានៅមានការខុសកំហុសឆ្គងរបស់បុគ្គលទាំងមន្ត្រីទាំងប្រជាពលរដ្ឋតាក់ទងដល់បញ្ហានេះប្រកាសជាមានហើយមិនមែនមានតែនៅកម្ពុជាទេនៅប្រទេសទាំងអស់រួមទាំងនៅប្រទេសជឿនលឿនតួយ៉ាងដូចជានៅសហរដ្ឋអាមេរិកក្តីនៅប្រទេសអង់គ្លេសនៅប្រទេសបារាំងអីមានដូចគ្នាប៉ុន្តែយើងមិនពង្រឹងកតោយទេអញ្ចឹងវាបានឆ្លុះបញ្ចាំងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលហើយក៏ដូចជាមន្ត្រីអនុវត្តច្បាប់យើងភាគច្រើនគឺនៅល្អអញ្ចឹងបានជាយើងខិតខំធ្វើបន្តមកទៀតហើយយើងរក្សាបាននៅចំណាត់ថ្នាក់ទី2នេះជាចំណុចមួយដែលយើងនេះហើយយើងទទួលស្គាល់ថានៅមានបញ្ហាខ្លះដែលយើងនៅខំបន្តទៅទៀតកុំឲ្យមានបញ្ហាដូចប្រហែលឆ្នាំមុនយើងឡើងមកដល់ចំណាត់ថ្នាក់ទី2ហើយទៅធ្លាក់ទៅទី3វិញឥឡូវយើងបានមកទី2យើងពង្រឹងទី2បន្តទៅទៀតអានេះជាចំណុចមួយល្អបាទរបាយការណ៍ឆ្នាំ2014របស់សហរដ្ឋអាមេរិកក៏បានរិះគន់រដ្ឋាភិបាលកម្ពុជាថាហាក់ដូចជាមិនព្រមឲ្យមានគោលការណ៍មួយដើម្បីអនុញ្ញាតឲ្យមានការទៅស៊ើបអង្កេតប្រកបខ្លួនស៊ើបអង្កេតអំពីករណីជួញដូរមនុស្សនឹងដែលភាសាអង់គ្លេសហៅថា undercover investigation ហ្នឹងថារដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនចង់ឲ្យមាន undercover investigation ហ្នឹងតើហេតុអីបានជារដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យមាន undercover investigation ហ្នឹងអាដាមខ្ញុំមិនអាចបញ្ជាក់បានអំពីបញ្ហាជំនាញអំពីការស៊ើបអង្កេតទេប៉ុន្តែខ្ញុំគាត់ចាំច្បាស់ថាកន្លងទៅខ្ញុំបានធ្លាប់ជួបជាមួយនឹងឯករដ្ឋទូតរបស់សហរដ្ឋអាមេរិកដែលទទួលខាងកិច្ចការជួញដូរនេះនៅឆ្នាំ2005ពេលដែលខ្ញុំមកទស្សនកិច្ចផ្លូវការម្ដងនៅជួបនៅក្រសួងការបរទេសនេះបាទមានលោកអគ្គរដ្ឋទូតមួយហើយគាត់បានលើកបញ្ហាហ្នឹងតាក់ទងដល់កាលនោះក្រោយមានបញ្ហារឿងឧបតហេតុមួយតាក់ទងនឹងករណីឆៃហួរអីណាបានជាគាត់ទម្លាក់ចំណាត់ថ្នាក់ឲ្យខ្ញុំបានជម្រាបជូនគាត់ថាយើងធ្វើទៅតាមជំនាញស៊ើបអង្កេតត្រឹមត្រូវប៉ុន្តែចំណុចមួយសំខាន់ណាស់ដែលយើងត្រូវស្ដាប់របាយការណ៍ទាំងអស់បាទពិសេសរបាយការណ៍របស់ជំនាញឬសមត្ថកិច្ចដែលធ្វើកិច្ចការនេះព្រោះជួនកាលការធ្វើកិច្ចការនេះមានកន្លែងខ្លះគាត់ច្រឡំហើយខ្ញុំបានបញ្ជាក់ច្បាស់ហើយខ្ញុំបានសួរយោបល់អ្នកនៅទីនេះក៏គាត់និយាយដែរថានៅសហរដ្ឋអាមេរិកអីរឿងស៊ើបអង្កេតគឺជារឿងរបស់សមត្ថកិច្ចទេអង្គការក្រៅពីប៉ូលីសឬនគរបាលឬកងរាជរដ្ឋាភិបាលដែលហៅសមត្ថកិច្ចហ្នឹងគាត់គ្រាន់តែជាអ្នកជួយនេះទេមិនអាចចូលរួមក្នុងការស៊ើបអង្កេតផ្ទាល់បានទេហើយនៅកម្ពុជារបស់យើងក្នុងកិច្ចវត្តការមួយបើខ្ញុំមិនច្រឡំទេមកដល់បច្ចុប្បន្ននៅបន្តដដែលគឺមានអង្គការមួយថាអង្គការយុតិធធបេសកកម្មយុតិធធអន្តរជាតិ IGM នេះជារបស់ដែលសហរដ្ឋអាមេរិកគាត់បញ្ជូនមន្ត្រីជំនាញដើម្បីចូលរួមជាមួយនឹងមន្ត្រីកម្ពុជាក្នុងការវឹកវើអំពីការស៊ើបអង្កេតនេះដូច្នេះខ្ញុំថាកិច្ចការផ្សេងៗប្រកាសជាកម្ពុជាខិតខំធ្វើតាមលំនាំឬទៅតាមអ្វីដែលជាលក្ខណៈមួយវាសមស្របជាបដាហើយត្រង់តាការវាយតម្លៃយ៉ាងម៉េចខ្ញុំគាត់សុំពេលដែលខ្ញុំជួបជាមួយនឹងលោកដូចលោក John Miller អញ្ចឹងបាទខ្ញុំបានជម្រាបគាត់ពេលនោះថាសូមឲ្យស្ដាប់ព័ត៌មានទាំងសងខាងទាំងរដ្ឋាភិបាលទាំងអង្គការក្រៅរដ្ឋាភិបាលនិងប្រភពផ្សេងទៀតជួនកាលស្ដាប់តែមួយជ្រុងព័ត៌មានសន្និដ្ឋានទៅចាត់ទុកថាជាព័ត៌មានដែលសន្និដ្ឋានតែមួយជ្រុងមានការលំបាកដែរបាទអាដាមបានជ្រាបហើយថាប្រទេសកម្ពុជាយើងក៏គេចាត់ទុកថាជាប្រទេសមួយដែលឆ្លងកាត់ការជួញដូរមនុស្សហ្នឹងហើយក្រៅពីនឹងមានយុវជនខ្មែរមានស្ត្រីខ្មែរក៏ត្រូវគេជួញដូរឲ្យយកទៅបរោះជាដើមធ្វើជាអ្នកកម្មករទូកនេសាទរហូតទៅដល់អាហ្វ្រិកខាងត្បូងរហូតទៅដល់កោះនៅនៅតំបន់ប៉ាស៊ីហ្វិកអីជាដើមហើយអនុសាសន៍របស់សហរដ្ឋអាមេរិកដែលដាក់ទៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ2014ហ្នឹងថាដើម្បីជួយទប់ទល់ជួយដល់
ជនរងគ្រោះខ្មែរនៅតាមប្រទេសដទៃហ្នឹងគឺថាសូមឲ្យរដ្ឋាភិបាលកម្ពុជាហ្នឹងឲ្យមានជាភារៈធារីជា attaché ផ្នែក labor ហ្នឹងនៅតាមស្ថានទូតនីមួយៗនេះជាសំណួរចុងក្រោយរបស់ខ្ញុំបាទតើមកដល់ពេលនេះនៅពេលប្រទេសមួយចំនួនដូចនៅប្រទេសថៃឬម៉ាឡេស៊ីអីជាដើមដែលមានជនរងគ្រោះខ្មែរដែលត្រូវគេចាប់យកទៅជួញដូរជាជួញដូរផ្លូវភេទឬមួយក៏ធ្វើកម្មករទូកអីហ្នឹងតើមានភារៈធារីជា attaché អីនៅតាមស្ថានទូតហ្នឹងដើម្បីជួយដល់ពលករហ្នឹងនៅបាទដល់ជនរងគ្រោះទាំងអស់ហ្នឹងនៅបាទបញ្ហាជាក់ស្ដែងខ្ញុំមិនបានទទួលព័ត៌មានប៉ុន្តែខ្ញុំបានដឹងខ្ញុំបានជួបជាមួយរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដំអិតសំហេងធ្លាប់បានលើកនិយាយអំពីបញ្ហានេះដែរគាត់បាននិយាយថាគាត់បានគិតគូររួចហើយប៉ុន្តែដំណើរការយ៉ាងណាគឺថាសំខាន់លើសមត្ថភាពនិងការរៀបចំរបស់យើងអរគុណអាដាមការពិតយើងទៅជែកគ្នាអំពីការជួយដូរមនុស្សយើងទៅចែកគ្នាអំពីការបំពេញផ្លូវភេទក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងទូទៅក៏ស្គាល់អាដាមមួយជ្រុងទៀតគឺជាប្រធានក្រុមចរចាពីខាងគណៈបកប្រជាជនកម្ពុជាជាមួយនឹងគណៈបកសង្គ្រោះជាតិហើយគឺយើងដឹងទាំងអស់គ្នាថាគឺអាដាមនឹងហើយដែលអ្នកចរចាគ្នាហើយដើម្បីឲ្យមានកិច្ចព្រមព្រៀងនៅថ្ងៃទី22កក្កដាដែលបើកផ្លូវឲ្យគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបានធ្វើការជាមួយគ្នានៅក្នុងសភាអាដាមតើការដែលគណៈបកទាំងពីរកំពុងតែអនុវត្តពេលនេះវាត្រូវទៅនឹងអ្វីដែលអាដាមបានសង្ឃឹមទុកនៅពេលដែលជជែកគ្នាចរចាគ្នាទេអាដាមបាទសូមអរគុណណាស់ការដែលលោកច័ន្ទចិនបុតចាប់អារម្មណ៍ហើយសួរបញ្ហានេះហើយខ្ញុំសូមតែបញ្ជាក់ដំបូងបន្តិចបាទការពិតទៅខ្លួនខ្ញុំទទួលភារកិច្ចពីគណៈបកប្រជាជនកម្ពុជាក៏ដូចជាសមាភិកខ្ញុំខាងគណៈបកសង្គ្រោះជាតិទទួលមកជួបចរចាគ្នានឹងសុទ្ធតែជាអ្វីជាគោលជំហរឬការដែលទទួលការណែនាំពីគណៈបកអ្នកដឹកនាំគណៈបករៀងៗខ្លួនដូច្នេះកិច្ចព្រមព្រៀងនៅថ្ងៃទី22ខែកក្កដាហើយគឺជាសមិទ្ធផលនៃការព្រមព្រៀងគ្នារវាងអ្នកដឹកនាំគណៈបកទាំងពីរខ្លួនខ្ញុំគ្រាន់តែធ្វើកិច្ចការរដ្ឋបាលហើយជាអ្នកដែលសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងហើយពេលនោះប្រហែលជាលោកជុនច័ន្ទបុតបានជ្រាបហើយបានទាំងខ្ញុំគិតថាពេលដែលយើងជួបចរចាមានការលំបាកខ្ញុំតែងតែលើកថាគោលជំហរដែលឥតប្រែប្រួលតែមួយគត់របស់គណៈបកប្រជាជនគឺការដោះស្រាយបញ្ហាដែលកើតឡើងក្រោយការបោះឆ្នោតរហូតដល់ពេលដែលយើងកំពុងតែខិតខំនោះគឺថាគឺដោះស្រាយដោយសន្តិវិធីតាមការចរចាហើយបំណងរបស់យើងមកដល់ឥឡូវយើងឃើញថាដោយសារបំណងនឹងយើងឃើញថាយើងមានបំណងដូចគ្នាគឺការធ្វើម៉េចឲ្យមានដំណោះស្រាយនយោបាយដូច្នេះពេលនោះគឺថាដល់មានដំណោះស្រាយនយោបាយដល់ឥឡូវយើងក៏លេចមើលទៅវិញអ្វីដែលសម្រាប់រយៈពេលជិត1ឆ្នាំនៃការចរចាឬថា1ឆ្នាំចុះនៃការចរចានេះយើងឃើញថាក្រោយពីមានកិច្ចព្រមព្រៀងមិនមែនតែអ្នកដឹកនាំគណៈបកនយោបាយមិនមែនខ្លួនខ្ញុំអ្នកចរចាសប្បាយអ្នកសប្បាយជាងគេគឺប្រជាពលរដ្ឋទូទៅហ្មងបាទអញ្ចឹងបានខ្ញុំលើកអ្នកសេដ្ឋកិច្ចប្រហែលថ្ងៃមុនហើយគាត់និយាយថាជា2អាទិត្យមុនបានសម្ភាសជាមួយនឹងវិទ្យុមួយនៅក្នុងស្រុកអ្នកសេដ្ឋកិច្ចគាត់បានប្រើពាក្យមួយថាឥឡូវនេះស្ថានភាពសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺឃើញពន្លឺច្បាស់លាស់ហើយគេអាចនឹងធ្វើនិទាសបានគេប៉ាន់ស្មានថាកើនGDP កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺកើនបាន 7% នៅក្នុងឆ្នាំ2014នឹងហើយគេគិតថា2015នឹងអាចឡើងដល់7ជាង 7.2% ហើយគាត់បានបញ្ជាក់ថាកត្តាមួយសំខាន់គឺដោយសារមានកិច្ចព្រមព្រៀងនយោបាយនេះហើយដែលធ្វើឲ្យស្អីទាំងអស់ដែលជាសកម្មភាពនៃសេដ្ឋកិច្ចដែលបម្រើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះរបស់សង្គមយើងនេះគឺអាចដំណើរការទៅបាននេះជាចំណុចមួយធំណាស់ដែលខ្ញុំទាំងអស់គ្នាបានឃើញហើយចំណុចទី2យើងទាំងអស់គ្នាគឺបានចាប់ផ្ដើម
អនុវត្តនៅកិច្ចព្រមព្រៀងនយោបាយពេលនោះខ្ញុំបាននិយាយច្បាស់ហើយថានេះជាកិច្ចព្រមព្រៀងនយោបាយទេដើម្បីឲ្យអនុវត្តបានលុះត្រាតែប្រែក្លាយកិច្ចព្រមព្រៀងទៅជាច្បាប់ទៅជាបែបបទរដ្ឋបាលបាទមុនបំផុតឧទាហរណ៍ថានៅក្នុងកិច្ចព្រមព្រៀងនិយាយអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញការធ្វើច្បាប់ដើម្បីបង្កើតគោលជបដើម្បីរៀបចំការប្រព័ន្ធយន្តការបោះឆ្នោតនេះទៅតាមយើងចង់បានយើងប្រើពាក្យថាកែតម្រង់អីនេះគឺត្រូវតែរៀបចំឥឡូវនេះក្រុមការងារទាំងពីរកំពុងតែធ្វើការជាមួយគ្នាបាទប្រព័ន្ធព័ត៌មានខ្លះប្រើពាក្យថាចរចាប៉ុន្តែសម្រាប់ខ្ញុំដែលជាអ្នកចរចាខ្ញុំមិនថាចរចាទេថានេះជាការសហការគ្នាដើម្បីធ្វើឯកសារផ្លូវច្បាប់ឬលិខិតបទដ្ឋានក្រមច្បាប់ដើម្បីយើងអនុវត្តកិច្ចព្រមព្រៀងនឹងបានរួមទាំងអ្នកនយោបាយបាទគឺសមាជិកសភារបស់គណៈបកទាំងពីរដែលប្រជាពលរដ្ឋលោកប្រគល់សេចក្តីទុកចិត្តឲ្យគាត់មានអាសនៈក្នុងសភាបានចូលរួមគ្នាទៅចូលធ្វើការនៅក្នុងសភានេះជាសញ្ញាមួយល្អណាស់បាទខ្ញុំយល់ថាអញ្ចឹងហើយបញ្ហាផ្សេងទៀតដែលអាចនៅក្នុងពេលជជែកគ្នាមានប៉ាលើសលុះអីខ្ញុំថានេះជាការចង់និយាយថាបញ្ហានេះវាកើតជាធម្មតានៅក្នុងប្រព័ន្ធប្រជាធិបតេយ្យដូចនៅប្រទេសផ្សេងអញ្ចឹងប៉ុន្តែសំខាន់បំផុតគឺយើងបានអង្គុយធ្វើការជាមួយគ្នាហើយនេះដែលជាអ្វីដែលប្រជាពលរដ្ឋលោកសប្បាយចិត្តណាស់បាទអាដាមក៏ដូចជាសប្បាយចិត្តណាស់ក្នុងការដែលឃើញគណៈបកទាំងពីរនឹងជួបធ្វើការជាមួយគ្នាហើយអនុវត្តកិច្ចព្រមព្រៀងនឹងបើសិនជាខ្ញុំបាទចង់សួរថាតើមានចំណុចណាដែលអាដាមមិនសប្បាយចិត្តទេចំពោះការអនុវត្តកិច្ចព្រមព្រៀងឬការធ្វើការជាមួយគ្នារវាងគណៈបកទាំងពីរនេះមកដល់ឥឡូវខ្ញុំជាទូទៅសប្បាយចិត្តច្រើនជាងមិនសប្បាយចិត្តព្រោះបានមានកិច្ចព្រមព្រៀងមិនមែនថាដោយសារមានការរួមភាគទានរបស់ខ្លួនឯងទេបាទឃើញថានេះជាអ្វីដែលយើងចង់ឃើញបាទយើងឃើញព្រោះកម្ពុជាយើងដូចខ្ញុំពេលដែលតាំងតែងក្នុងពេលចរចាខ្ញុំនិយាយថាយើងបង្កើតវប្បធម៌តាំងពីឆ្នាំ93មកហើយគឺវប្បធម៌ធ្វើអីក៏ដោយគឺតាមរយៈការអនុវត្តលទ្ធិប្រជាធិបតេយ្យឬការបោះឆ្នោតទោះបីយើងចង់ផ្លាស់ប្ដូរយើងការកែតម្រង់អីក៏តាមស្រុកឆ្នោតដែរយើងមិនចង់ឲ្យឃើញការប្រើដោយវិធីផ្សេងក្រៅពីនឹងទេដែលយើងពិសោធន៍ឃើញជាក់ស្ដែងដូចនៅអារ៉ាប់ពិភពអារ៉ាប់ឬនៅប្រទេសអេស៊ីបឬថ្មីដូចជានៅប្រទេសអ៊ុក្រែនអីយើងជៀសផុតអានោះជាបញ្ហាល្អណាស់បាទហើយខ្ញុំមិនអាចនិយាយថាខ្ញុំមិនសប្បាយចិត្តរឿងអីទេខ្ញុំអត់ទាន់អាចនិយាយបានទេហើយខ្ញុំសង្ឃឹមថាគណៈបកទាំងពីរក្រោយមានកិច្ចព្រមព្រៀងគឺគោរពកិច្ចព្រមព្រៀងនឹងដូចគ្នាហើយនឹងអនុវត្តបានហើយធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យរបស់យើងគឺរដ្ឋសភាក៏ដូចជាអំណាចផ្សេងទៀតនៅក្នុងលទ្ធិជាតិតែទាំងអំណាចបញ្ញត្តិអំណាចនីតិបញ្ញត្តិនីតិប្រតិបត្តិក៏ដូចជាអំណាចតុលាការនេះដែលយើងទាំងអស់គ្នាចង់ឃើញប្រព័ន្ធតុលាការឯករាជ្យហើយច្បាប់កំពុងធ្វើនេះហើយបានគណៈបកទាំងអស់អង្គុយជាមួយគ្នាយើងនឹងខំកែតម្រង់បញ្ហានេះឲ្យទៅតាមអ្វីដែលយើងចង់បានខ្ញុំជឿថាជាបដាយើងអាចទៅដល់ចំណុចនោះបានបាទក៏ប៉ុន្តែអាដាមខាងគណៈបកសង្គ្រោះជាតិមានរឿងអត់សប្បាយចិត្តអ្វីដែលគាត់អត់សប្បាយចិត្តនឹងគឺថាមកដល់ថ្ងៃនេះហើយនៅមានចាប់សកម្មជនពួកគាត់នៅមានចាប់សមាជិកគណៈបកគាត់តើការចាប់សកម្មជនការចាប់សមាជិកគណៈបករបស់គណៈបកសង្គ្រោះជាតិដែលធ្វើឲ្យពួកគាត់មិនសប្បាយចិត្តហើយចោទទៅវិញថាខាងគណៈបកប្រជាជនកម្ពុជាមិនគោរពតាមកិច្ចព្រមព្រៀងដែលបានព្រមព្រៀងជាមួយគ្នាកាលថ្ងៃ22កក្កដានោះតើអាដាមមានប្រតិកម្មបែបណាដែរខ្ញុំដូចបានខ្ញុំបានជម្រាបជូនអញ្ចឹងបាទកិច្ចព្រមព្រៀងជាកិច្ចព្រមព្រៀងនយោបាយឯបញ្ហាផ្សេងទៀតដែលតកតងនឹងការអនុវត្តច្បាប់គឺយើងអនុវត្តធម្មតាអញ្ចឹងបាទព្រឹត្តិការណ៍ដែលកើតឡើងដោយគួរសោកស្ដាយនៅថ្ងៃទី15ខែកក្កដាបាទគឺថាយើងមិនចង់ឃើញទេបាទប៉ុន្តែតាំងពីនោះមកយើងក៏បានវាធូរស្រាលយើងនិយាយថាធូរស្រាលដោយសារគណៈបកទាំងពីរអង្គុយជាមួយគ្នានិយាយគ្នាដូច្នេះដោះស្រាយបានបញ្ហាទាំងអស់ប៉ុន្តែយើងមិនអាចយកដំណោះស្រាយនយោបាយទៅបង្ខំឲ្យច្បាប់បាទ
ចង់និយាយថាមនោស្រ័យនយោបាយណាក៏ដោយត្រូវផ្អែកលើក្របខ័ណ្ឌច្បាប់អានេះយើងវិលទៅតាមគោលការណ៍មួយដែលយើងហៅថាលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋមានន័យថាប្រជាធិបតេយ្យការបកស្រាយយ៉ាងម៉េចក៏បានដែរបាទប៉ុន្តែបកស្រាយយ៉ាងម៉េចក៏ដោយត្រូវតែនៅក្នុងក្របខ័ណ្ឌច្បាប់អញ្ចឹងគេអាចសួរវិញបានថាអញ្ចោះឧបមាថាព្រមព្រៀងគ្នាបើច្បាប់នឹងមិនល្អមិនកែទៅថាយើងឲ្យតែយើងឯកភាពគ្នាសូម្បីតែរដ្ឋធម្មនុញ្ញក៏យើងធ្វើវិសោធនកម្មដែរហើយតាក់ទងដល់រឿងជាក់ស្ដែងដែលសំណួររបស់លោកជនច័ន្ទបុតសួរដែលមានការខាត់ខ្លួននេះជានីតិវិធីរបស់តុលាការយើងរដ្ឋាភិបាលឬគណៈបកនយោបាយមិនអាចទៅជាគាត់បានទេប៉ុន្តែវាគ្រាន់តែប៉ុណ្ណេះទេត្រង់ថាតើតុលាការគាត់កោះហៅហើយគាត់អនុវត្តនេះត្រឹមត្រូវតាមនីតិវិធីផ្លូវច្បាប់ទេហើយគាត់ពិតជាយុត្តិធម៌ឬអត់ប្រសិនបើហៅទៅសួរហើយគាត់រកឃើញបញ្ហានឹងថាអត់មានកំហុសគាត់ទៅខាត់គេហើយបញ្ជូនគេទៅកាត់ទោសអីដាក់ពន្ធនាគារហើយខ្ញុំថាហ្នឹងគឺយើងមិនអាចទទួលបានទេអាហ្នឹងច្បាស់ជាគណៈបកនយោបាយមិនមែនតែគណៈបកសង្គ្រោះជាតិគណៈបកប្រជាជនក៏ត្រូវតែជួយតវ៉ាឲ្យដែរព្រោះយើងនៅជាមួយគ្នាអញ្ចឹងបាទហើយដោយរឿងមួយទៀតខ្ញុំបន្ថែមតិចចុះពីថ្ងៃមុនដែលថារឿងបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការបាទ2ណាបាទគណៈកម្មការ2ហើយពេលនោះទៅបោះទៅមិនជាប់2ទេណាហើយការបកស្រាយកន្លងទៅពេលនោះខ្ញុំក៏ឮដែរប៉ុន្តែខ្ញុំអត់មានយោបល់អីប៉ុន្តែដោយសារសំណួរនោះវាពាក់ព័ន្ធអញ្ចឹងគេអាចពេលនោះក៏មានសំណួរក៏មានអ្នកចោទសួរដែរថានេះបង្ហាញថាគណៈបកប្រជាជនមិនស្មោះត្រង់ជាមួយនឹងកិច្ចព្រមព្រៀងដែលខ្លួនបានប៉ុន្តែក្នុងកិច្ចព្រមព្រៀងអត់មានបានទៅនិយាយថាត្រូវគ្រប់គ្រងបុគ្គលនេះបុគ្គលនោះទេបើយើងទៅសេតគ្រប់គ្រងបុគ្គលវាមិនមែនទៅជាកិច្ចព្រមព្រៀងនយោបាយដែលខ្ញុំបានជម្រាបជូនអញ្ចឹងណាបាទវាត្រូវតែមានកិច្ចព្រមព្រៀងនយោបាយបានចេញទៅដល់ច្បាប់បាទឧទាហរណ៍ថាគណៈបកប្រជាជនប្រគល់ការបែងចែកតុល្យភាពអំណាចនៅក្នុងសភាប្រគល់ឲ្យគណៈបកសង្គ្រោះជាតិបានទទួលប្រធានគណៈកម្មការ5ហើយបូកមួយអនុប្រធានមួយទៀតក្នុងអចិន្ត្រៃយ៍បាន6ណាហើយគណៈប្រជាជនបាន7ប៉ុន្តែ5នេះគឺច្បាស់ជាប្រធានខាងគណៈបកសង្គ្រោះជាតិហើយបាទ5ដែលចែកហើយមានឈ្មោះប្រមាណហ្នឹងគឺច្បាស់ហើយបាទប៉ុន្តែក្នុងការបោះឆ្នោតគឺបោះឆ្នោតដោយសម្ងាត់ព្រោះច្បាប់បទបញ្ជាផ្ទៃក្នុងតម្រូវឲ្យបោះឆ្នោតជាសម្ងាត់មិនអាចប្រសិនបើគណៈបកទៅប្រាប់ឲ្យអ្នកបោះឆ្នោតថាត្រូវតែបោះឆ្នោតឲ្យអ្នកនេះបោះឆ្នោតឲ្យអ្នកនោះអានឹងគឺខុសហើយទោះបីនិយាយខាងក្រៅក៏ដោយបាទនិយាយក្រៅថាខ្ញុំបោះឲ្យដែរបើមិនជាប់អានឹងអត់ត្រូវនិយាយចឹងទេព្រោះបោះឆ្នោតសម្ងាត់ផ្ទុយទៅវិញបើសិនជាបោះឆ្នោតធ្លាក់ហើយគណៈបកប្រជាជនណាខ្ញុំយល់ចឹងយល់បងខ្ញុំគណៈបកប្រជាជនថាទេបេក្ខជនរបស់គណៈបកសង្គ្រោះជាតិអត់ជាប់ទេអញ្ចឹងសូមដាក់បេក្ខជនគណៈបកប្រជាជនអានឹងក្បត់ឬថាមិនគោរពពាក្យសន្យាអានេះចុះរឿងបោះឆ្នោតសម្ងាត់វាអញ្ចឹងវាធម្មតាហើយផ្ទុយទៅវិញបើសិនជាដាក់បេក្ខជនហ្នឹងទៅបកស្រាយបន្តិចណាវាដាក់ទៅចម្រូងចម្រាសគង់តែទៅធ្វើការក៏ចម្រូងចម្រាសដែរយើងក៏បោះឆ្នោតប៉ុណ្ណឹងមិនធ្វើបានផងអញ្ចឹងណាបាទអញ្ចឹងខ្ញុំនិយាយថារឿងហ្នឹងវាសំខាន់នៅប៉ុណ្ណឹងទេបាទខ្ញុំមិនឃើញបញ្ហាអីធំដុំទេហើយខ្ញុំនៅតែសង្ឃឹមថាអ្វីដែលយើងមួយឆ្នាំនេះជាមេរៀនពិសោធន៍ណាបាទ lesson learn របស់យើងធំណាគឺពេលវេលាជាមាសជាប្រាក់អ្នកខ្លះគាត់ថាដូចអស់ចិត្តគាត់មិនចង់ឲ្យមានកិច្ចព្រមព្រៀងអញ្ចឹងខ្ញុំមិនថាអ្នកណាប៉ុន្តែមានអ្នកគិតអញ្ចឹងណាគិតអញ្ចឹងខ្ញុំថាការគិតបែបហ្នឹងមិននេះទេបាទមួយឆ្នាំអ្នកនយោបាយទោះបីមិនខាតក៏អ្នករស់ស៊ីក៏ធម្មតាក៏គិតថាគាត់ខាតដែរហើយខាតធំបំផុតគឺការបែកបាក់ជាតិធំណាបាទកាលណាឆាប់មកចូលរួមអង្គុយក្នុងសភាធ្វើការជាមួយគ្នាបានបង្ហាញមកវិញថាយើងបានរួបរวมគ្នាហើយលទ្ធិជាតិតបតៃនឹងដុសដាលហើយនឹងរឹងមាំទៅទៀតហើយផ្ទុយទៅវិញបើនៅតែបែកគ្នាអញ្ចឹងហើយចេះតែថាចោតប្រកាន់ចេះចោះប្រហែលជាប្រជាធិបតេយ្យហ្នឹងមិនដឹងដល់ណាទេខ្ញុំយល់អញ្ចឹងបាទអាដាមបានមានប្រសាសន៍អំពីការដែលចាប់ខ្លួនឬមួយក៏ហៅសកម្មជនរបស់គណៈបកសង្គ្រោះជាតិនេះថាជាការដែលអនុវត្តនៅនីតិវិធីនៅក្នុងប្រទេសមួយដែលមានច្បាប់វាខុសពីការព្រមព្រៀង
ក៏ប៉ុន្តែអាដាមប្រមាណថ្ងៃនេះនៅពេលដែលមានការខាត់ខ្លួនសកម្មជនគណៈបកសង្គ្រោះជាតិក៏មានការប្តឹងទៅប៉ូលីសអ៊ីនតឺប៉ូលប៉ូលីសអន្តរជាតិរហូតដល់មានដីកាចាប់ខ្លួនមនុស្ស3នាក់រស់នៅក្នុងសហរដ្ឋអាមេរិកនឹងដែលជាសមាជិកឬមួយជាសកម្មជនរបស់គណៈបកសង្គ្រោះជាតិក្នុងដីកាចាប់ខ្លួនរបស់ពួកគាត់នឹងគឺថាចាប់ខ្លួនពីមូលហេតុនៃការគំរាមកំហែងសម្លាប់គេដាក់តែប៉ុណ្្នឹងឯងគម្រាមកំហែងសម្លាប់មិនដឹងថាសម្លាប់នាយករដ្ឋមន្ត្រីគម្រាមកំហែងសម្លាប់នាយករដ្ឋមន្ត្រីឬមួយគម្រាមកំហែងអីទេហើយ3នាក់ហ្នឹងគឺថាត្រូវអាជ្ញាធររបស់ប្រទេសកម្ពុជាប្តឹងទៅប៉ូលីសអន្តរជាតិហើយប៉ូលីសអន្តរជាតិចេញសាលដីកាខ្ញុំបាទឆ្ងល់ថាតើហេតុអីបានជាមានការអនុវត្តច្បាប់ឬអនុវត្តនីតិវិធីនឹងខុសគ្នាអ្នកដែលនៅលេង Facebook ក៏បានដឹងដែរថានៅរយៈកាលបោះឆ្នោតមុនបោះឆ្នោតឬក្រោយបោះឆ្នោតបន្តិចក៏មានខាងសកម្មជនគណៈបកប្រជាជនកម្ពុជារហូតដល់មានដាក់ជាកាភ្លើងបាញ់សម្រាប់កឹមសុខាចោលជាដើមក៏ប៉ុន្តែពួកអស់នឹងរួចខ្លួនអត់ដែលឃើញយកទៅប្តឹងទៅប៉ូលីសអន្តរជាតិហើយមានប៉ូលីសអន្តរជាតិតាមចាប់ទេបើសិនជាខាងខ្សែគណៈបកប្រជាជនកម្ពុជាមានការបាញ់មនុស្សនៅបវិតអីជាដើមហើយចាប់អត់បានទេអត់ឃើញមានក្រុមនឹងទេដែលមានទៅលើប៉ូលីសអ៊ីនតឺប៉ូលដូច្នេះឃើញមានន័យថាហាក់ដូចជាគណៈបកប្រជាជនកម្ពុជាអនុវត្តច្បាប់នឹងទៅលើតែក្រុមប្រឆាំងទេមិនទៅលើខាងគ្នាឯងទេឧត្តមឆ្លើយបែបណាដែរខ្ញុំសូមឆ្លើយខ្លីមកវិញដដែលមកវិញបាទខ្ញុំនិយាយពីទស្សនវិជ្ជាច្បាប់ទស្សនវិជ្ជារដ្ឋបាលទេណានៅកម្ពុជាយើងប្រកាន់លទ្ធិជាតិតែនឹងនីតិរដ្ឋពាក្យថានីតិរដ្ឋហ្នឹងគឺថាគ្មានអាណានៅពីលើច្បាប់ទេទាំងអស់គ្នាសុទ្ធតែត្រូវតែនៅពីក្រោមច្បាប់អនុវត្តច្បាប់ដូចគ្នាហើយក្នុងការអនុវត្តច្បាប់ទៀតវាអត់មានគេហៅស្តង់ដារ2ណា double standard អត់មានទេបាទការពិតគឺអត់មានទេតែការបកស្រាយអញ្ចឹងណាខ្ញុំមិនដឹងរឿងជាក់ស្ដែងរឿងយ៉ាងម៉េចទេប៉ុន្តែធម្មតាសមត្ថកិច្ចលោកធ្វើការគឺច្បាស់ជាមានឯកសារហើយប្រសិនបើឯកសារនឹងដោយការលើកឡើងអញ្ចឹងណាថាវាមិនគ្រប់គ្រាន់ដែលមិនគ្រប់គ្រាន់ដោយការលើកឡើងក្នុង Facebook ក្នុងអីតាមពិតយើងរាល់ថ្ងៃនេះសេរីភាពយើងអាចនិយាយបានថាសេរីភាពក៏វាទូលំទូលាយដែរប្រទេសខ្លះកាលណានេះអញ្ចឹងគេអាចមានវិធានការអីខ្លះដែរណាតែគេមានច្បាប់ខាង Cyber Crime ខាងអីការប្រើប្រាស់ព័ត៌មាននឹងក្នុងផ្លូវអវិជ្ជមានច្រើនពេកជួនកាលវាមិនល្អដែរប៉ុន្តែស្រុកយើងអត់ទាន់មានទេអានឹងក៏មិនអាចយកជាការបានដែរហើយករណីដែលលើកមិញនេះបើសិនបើគ្មានភ័ស្តុតាងគ្មានឯកសារគ្រប់គ្រាន់ខ្ញុំជឿថាអ៊ីនតឺប៉ូលអន្តរជាតិក៏គេមិនទទួលដែរអានឹងខ្ញុំគិតថាអញ្ចឹងណាបាទខ្ញុំគិតថាអញ្ចឹងគិតតាមផ្លូវច្បាប់វិញចុះមិនអាចខ្ញុំទីមួយខ្ញុំនៅតែថានីតិរដ្ឋគឺមានន័យអញ្ចឹងនៅកម្ពុជាយើងណាហើយទី2វាអត់មានស្តង់ដារ2ទេបាទស្តង់ដារ2ទេអានឹងយើងខ្ញុំជឿថាអញ្ចឹងអាចខាងក្រមប្រឆាំងរដ្ឋាភិបាលអាចបញ្ជូនឯកសារទៅប៉ូលីសអន្តរជាតិហើយក្រមដែលគ្រប់គ្រងរដ្ឋបាលអត់បញ្ជូនទៅដឹងបានជាខាងក្រមរដ្ឋាភិបាលមិនដែលមានឃើញប៉ូលីសអ៊ីនតឺប៉ូលតាមចាប់ខ្លួនអត់ខ្ញុំមិនដឹងទេបាទប៉ុន្តែមិនមែនទេបាទដូចកន្លងទៅហ្នឹងសូម្បីតែព្រឹត្តិការណ៍ដែលកើតឡើងហិង្សាថ្ងៃថ្ងៃ3ថ្ងៃខែ1ណាថ្ងៃ3បាទផ្លូវវែងផ្សេងហ្នឹងកាលនោះយើងមិនលឺអញ្ចឹងបាទខ្ញុំមិនចង់រំលឹកឡើងវិញទេណាដូចថាមានយោបល់ថាអាហ្នឹងដល់ទៅកម្រិតប្តឹងទៅតុលាការប្រតិកម្មអន្តរជាតិអីចេះមកចុះពីណាហ្នឹងហើយខ្ញុំជឿថាជួនកាលអ្នកលើកហ្នឹងខ្ញុំអាចថាមានលទ្ធភាពពីរដែរបើគាត់ធ្វើបានគាត់ធ្វើប៉ុន្តែទៅមើលទៅតាមផ្លូវច្បាប់វាអត់មានអីទម្ងន់អីណាបាទដូច្នេះវាក៏ចប់ទៅវិញទៅឬមួយគាត់ពេលហ្នឹងគាត់និយាយគម្រាមក៏ថាបានប៉ុន្តែសំខាន់មកវិញត្រឡប់មកវិញនៅតដែរខ្ញុំនៅតែថាអញ្ចឹងគឺសំខាន់គឺថាឲ្យតែមានឯកសារគ្រប់គ្រាន់បាទហើយបើសិនជាគ្មានឯកសារគ្រប់គ្រាន់ការចោទប្រកាន់ណាក៏ដោយគឺច្បាស់ជានេះបាទហើយអានឹងជាយោបល់ខ្ញុំអញ្ចឹងបាទខ្ញុំយល់អញ្ចឹងបាទអរគុណអាដាមដែលឆ្លៀតឱកាសមកមានយករបស់អាដាមតែ2ថ្ងៃហើយឆ្លៀតផ្ដល់សម្ភារខ្ញុំបាទហើយសូមអាដាមមានជ័យជំនះហើយនឹងស្នាក់នៅបានសុខសប្បាយនៅក្នុងទឹកដីសហរដ្ឋអាមេរិកនេះនឹងត្រឡប់ទៅវិញបានជោគជ័យអាដាមបាទអរគុណបាទអរគុណលោកជំរាបបាទអរគុណចាលោកនាងកញ្ញាទៅបានស្ដាប់បទសម្ភាសន៍រវាងលោកភូមិសុខានិងលោកជុនច័ន្ទបុត្រអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិកនិងទស្សនៈខ្លះៗរបស់លោកអំពីការអនុវត្តកិច្ចព្រមព្រៀងនយោបាយរវាងគណៈបកទាំងពីរ
ចាលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយនាងខ្ញុំម៉ៃសុធានីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលា